ទម្រាំតែដល់ថ្ងៃហ្នឹងពួកគាត់គិតគ្នារយៈពេលមួយខែមុនអញ្ចឹងមានប្រធានក្រុមមានអនុប្រធានក៏រៀបចំក្នុងការចាត់ចែងប្រមូលថវិកាខ្លះនៅក្នុងសមាជិករបស់គាត់ហ្នឹងសម្រាប់ការរៀបចំនៅធ្វើកម្មវិធីជប់លៀងពេលដែលយើងវិស្សមការតូចបាទអញ្ចឹងថ្ងៃនេះក៏យើងបានរៀបចំនៅកម្មវិធីហ្នឹងដែលតាមក្រុមនីមួយៗគាត់ប្រើប្រាស់ថវិកាដែលគាត់មានទៅតាមអ្វីដែលពួកគាត់ចង់ញ៉ាំហើយអញ្ចឹងគឺមកជុំគ្នាបាទអញ្ចឹងនេះជាអតីតរបស់គ្រូរបស់គាត់ថតអញ្ចឹងណាបងប្អូនហើយយើងបង្កាត់ភ្លើងសម្រាប់ធ្វើម្ហូបបាទខ្ញុំជួយ support ក្រុមទី4ដោយសារតែពួកគាត់អត់សូវចេះធ្វើទេនេះម្ហូបរបស់យើងគឺមានផ្លែច្រើនមែនតើពួកគាត់គឺខ្ញុំសរសើរទឹកដៃរបស់ពួកគាត់មែនគឺបកកែក្នុងការធ្វើហើយជាសិស្សថ្នាក់ទី5ទេប៉ុន្តែគាត់អាចធ្វើម្ហូបដាំបាយអីដូចខ្លួនឯងហើយប្រអែមអីគាត់ចិត្តដូចខ្លួនឯងអញ្ចឹងណាហើយអ្នកខ្លះអត់ចេះពួកអស់ទេបាទដោយសារតែហ្គាសឡើងថ្លៃគឺយើងប្រើអស់ហើយនេះគឺឆាក្តៅសាច់មាន់សំទោសអ្នកទាំងអស់គ្នាមិនមែនឆាក្តៅសាច់មាន់ទេឆាក្តៅទាកាប៉ាអញ្ចឹងខ្ញុំជាអ្នកឆាឲ្យកូនសិស្សញ៉ាំម្ដងបាទហើយនេះជាស្នាដៃបុកទឹកត្រីក៏ដូចជាឆាម្សួររបស់ក្រុមទី2និងក្រុមទី3បងប្អូនបាទនេះជាសម្លស្ងោរជ្រក់សាច់មាន់បាទរបស់ក្រុមទី3នេះគឺឆ្ងាញ់មែនតើខ្ញុំរ៉េតឲ្យ9លើ10ហ្នឹងដោយសារក្រុមគាត់គឺទៅដល់ហើយនេះគឺក្រុមទី4គាត់រៀបចំក្នុងការដុតមាន់បាទហើយដាក់ស្លឹកក្រូចសើចដាក់អីចូលអញ្ចឹងណាហើយបាទយើងដាក់ទឹកដូងចូលបាទខ្ញុំគឺរៀបចំដុតគាត់ហើយនេះមាន់ហ្នឹងដល់ពេលដែលយើងដាក់ទឹកល្អទេតែពេលដែលយើងយកមកហូបវិញគឺខ្លោចដោយសារតែឲ្យកូនសិស្សនៅជួយមើលពួកគាត់ប្រហែលជាភ្លេចអញ្ចឹងណាបាទហើយឥឡូវនេះអាឆាក្តៅទាកាប៉ានេះគឺបានឆ្អិនទៅហើយបាទហើយតំណងមែនតែនហ្មងណាស្នាដៃខ្ញុំអ្នកឆាបើតែដោយសារខ្ញុំអត់ហូបទាកាប៉ាអញ្ចឹងអត់ដឹងថារសជាតិយ៉ាងណាទេតែសួរកូនសិស្សថាឆ្ងាញ់ហើយចំពោះក្រុមទី3ហ្នឹងគឺខ្ញុំសរសើរពួកគាត់មែនទែនក្នុងការរៀបចំតុបតែងនៅនេះម្ហូបអាហាររបស់គាត់នៅក្នុងថែរបស់គាត់ហើយសម្ភារៈទាំងអស់ហ្នឹងគឺពួកគាត់យកមកពីផ្ទះខ្លួនឯងតែហ្មងអញ្ចឹងយើងរៀបចំទាំងការធ្វើឆ្នាំងអីផ្សេងគ្រឿងទេសអីផ្សេងហ្នឹងគឺពួកគាត់គិតគ្នារយៈពេលមួយខែមុនហើយបែងចែកខ្ញុំបែងចែកឲ្យមានជាក្រុមជាអីចឹងទៅដល់ថ្ងៃហ្នឹងគឺយើងអត់ពិបាកទេគឺសម្ភារៈទាំងឡាយពួកគាត់យកមកពីផ្ទះអញ្ចឹងណាឥឡូវមិនបាច់និយាយច្រើនទេបងប្អូនបាទមាន់គឺឆ្អិនហើយតែមិនបាច់មើលទៅខាងក្នុងឆ្នាំងណាគឺខ្លោចបាទហើយនេះគឺយើងមានសាឡាត់បាទអញ្ចឹងយកទៅឲ្យកូនសិស្សហិតទៅមើលថាតើក្លិនមាន់ដុតហ្នឹងជាមួយទឹកដូងឈ្ងុយអត់អញ្ចឹងណាហើយមាន់ហ្នឹងក៏បានចែកគ្នាញ៉ាំទាំង4ក្រុមផងដែរដោយសារតែសិស្សរបស់ខ្ញុំច្រើនគឺមានចំនួន52នាក់អញ្ចឹងពួកគាត់មកទាំងអស់តែអាហារហូបចុកអីគឺយើងបានចែករំលែកគ្នាហូបបានគ្រប់គ្នាអញ្ចឹងឥឡូវដល់ពេលដែលប្រធានថ្នាក់ញ៉ាំទឹកហើយថ្ងៃនេះក៏ខ្ញុំឲ្យគាត់ហូបទឹកក្រូចម្ដងបងប្អូនបាទបន្ទាប់ពីញ៉ាំឆ្អែតហើយពួកគាត់សុំថាសុំលេងសប្បាយបន្តិចអញ្ចឹងខ្ញុំក៏អត់ហាមដែរពួកគាត់លេងបន្តិចទៅហើយជាមួយនឹងសិស្សអនុអតីតសិស្សចាស់អញ្ចឹងណាអរគុណ